ជំរាបសួរនិងសួស្តីទៅកាន់លោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូសិស្សានុសិស្សជាទីស្រឡាញ់ជាងថ្ងៃនេះខ្ញុំមកបង្ហាញពីការទទួលយកវិញ្ញាបនបត្របញ្ជាក់ការប្រឡងឬក៏បញ្ជាក់ការសិក្សានៅក្នុងកម្មវិធីថ្នាលបឋម PLP អញ្ចឹងខ្ញុំមានចំណុច2ដែលត្រូវបង្ហាញទី1ទាក់ទងនឹងការទាញយកវិញ្ញាបនបត្របញ្ជាក់ការប្រឡងរបស់គ្រូមួយទៀតយើងទាញយកវិញ្ញាបនបត្រទាក់ទងបញ្ជាក់នឹងការប្រឡងរបស់កូនសិស្សអញ្ចឹងជំហានដំបូងយើងចុចទៅសញ្ញាត្រេ3មកបាទចុចត្រេ3យើងចុចពាក្យប្រឡងអញ្ចឹងយើងចុចឃើញប៉ុណ្្នឹងហើយអញ្ចឹងយើងមកមើលរកពាក្យថាប្រវត្តិធ្វើតេស្តបាទអញ្ចឹងយើងចុចប្រវត្តិធ្វើតេស្តអញ្ចឹងដំបូងនេះខ្ញុំធ្វើការទាញយកវិញ្ញាបនបត្របញ្ជាក់ការប្រឡងរបស់គ្រូជាមុនសិនណាបន្ទាប់មកយើងទាញរកវិញ្ញាបនបត្របញ្ជាក់ការប្រឡងរបស់សិស្សនេះឈ្មោះគ្រូណាបាទអញ្ចឹងយើងមើលមុខវិជ្ជាដែលគាត់ប្រឡងគឺមុខវិជ្ជាភាសាខ្មែរហើយថ្នាក់ទី5ទេសថ្នាក់ទី5មេរៀនទី4គាត់ធ្វើ20សំណួរត្រូវ17និងខ3រំលង0អញ្ចឹងបន្ទុកសរុបរបស់គាត់គឺ17លើ20ហើយមធ្យមភាពដែលគាត់បាននោះគឺ85%ហើយកន្លែងនេះគឺជាការបង្ហាញការបរិច្ឆេទនៃការប្រឡងរបស់យើងហើយរយៈពេល12នាទី3វិអញ្ចឹងយើងមើលកន្លែងនេះមើលលំហាត់អញ្ចឹងយើងឃើញពណ៌លឿងហើយក្រហមណានៅខាងក្រោមអញ្ចឹងមានន័យថាអ្នកគ្រូគាត់ទទួលបានវិញ្ញាបនបត្របញ្ជាក់ការប្រឡងហើយដោយសារតែគាត់ប្រឡងបាន85%អញ្ចឹងកន្លែងនេះគួរបញ្ជាក់តិចណាប្រសិនបើយើងប្រឡងបានក្រោម85%ឬក៏70%ឬក៏75-65%អីហ្នឹងយើងអត់ទទួលបានវិញ្ញាបនបត្របញ្ជាក់ការប្រឡងនេះទេណាកន្លែងមើលលំហាត់នេះណាយើងឃើញទេតែបើយើងប្រឡងបាន85%ដូចអ្នកគ្រូគាត់នឹងទទួលបានណាអញ្ចឹងដើម្បីទាញយកវិញ្ញាបនបត្រហ្នឹងតើយើងធ្វើដូចម្ដេចអញ្ចឹងយើងចុចលើអារូបដូចមេដៃពណ៌លឿងហើយពណ៌ក្រហមហ្នឹងចុចពីលើមកបាទបន្ទាប់មកយើងនឹងឃើញណាវិញ្ញាបនបត្របញ្ជាក់ការសិក្សានេះណាបាទវិញ្ញាបនបត្របញ្ជាក់ការសិក្សាឃើញទេជាងអ្វីដែលសំខាន់នៅក្នុងវីដេអូមួយនេះគឺចង់បង្ហាញថាតើយើងទាញឲ្យវិញ្ញាបនបត្រហ្នឹងតាមរបៀបណាអញ្ចឹងរបៀបទាញវិញ្ញាបនបត្រហ្នឹងវាមាន2ទី1ប្រសិនបើយើងបើកលើកុំព្យូទ័រមានម៉ាស៊ីន print ជប់នឹងកុំព្យូទ័រស្រេចអញ្ចឹងយើងអាច print វិញ្ញាបនបត្រនឹងបានដោយចុចកន្លែងពាក្យថា print បន្ទាប់មកទៀតបើយើងទាញលើទូរស័ព្ទបែបនេះយើងអាចចុចពាក្យថាទាញហើយដើម្បី download វាផ្ញើទៅ Telegram ចុចពាក្យទាញនេះមកណាអញ្ចឹងដោយសារតែខ្ញុំបានទាញហើយអញ្ចឹងយើងការបង្ហាញការទាញវិញ្ញាបនបត្ររបស់គ្រូបានបញ្ចប់អញ្ចឹងយើងត្រឡប់ទៅការបង្ហាញទាក់ទងនឹងការទាញវិញ្ញាបនបត្ររបស់សិស្សវិញម្ដងអញ្ចឹងយើងដើម្បីទាញវិញ្ញាបនបត្រទាក់ទងនឹងការប្រឡងរបស់សិស្សគាត់ឲ្យយើងចូលកន្លែងនេះណាដូរពីឈ្មោះគ្រូមកដាក់ឈ្មោះសិស្សយើងវិញណានេះយើងដូរពីឈ្មោះគ្រូយើងមកយើងដាក់ឈ្មោះសិស្សយើងវិញមកបន្ទាប់មកយើងអូសមកក្រោមណាអញ្ចឹងយើងឃើញថានេះសិស្សរបស់គាត់បានធ្វើតេស្តបានច្រើនណាពីច្រើនណាឡើង12មុខភាសាខ្មែរឡើង12ណាពីលេខ1រហូតដល់លេខ12អញ្ចឹងយើងមើលតេស្តរបស់គាត់តេស្តថ្នាក់ទី5ណាតេស្តមេរៀនទី2តេស្តមេរៀនទី2ដូចគ្នាអញ្ចឹងសំណួរ20ណាពេលខ្លះគាត់ធ្វើត្រូវ18អញ្ចឹងយើងទៅមើលនៃ 90% ណា90%យើងកន្លែងនេះភាគរយ 90% គាត់ទទួលបានមេដៃដូចខ្ញុំបានបញ្ជាក់មកអញ្ចឹង80% គាត់អត់ទទួលបានមេដៃទេ 75% ក៏អត់ទទួលបានមេដៃដែរ 85% ទទួលបាន85 90ទទួលបានអញ្ចឹងដូចខ្ញុំបានបញ្ជាក់អញ្ចឹង80ចុះក្រោមឬក៏80 75 7គុត60អីហ្នឹងគឺអត់ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាទេតែបើថាចាប់ពី85ឡើងទៅយើងទទួលបានអញ្ចឹងដើម្បីទាញវិញ្ញាបនបត្ររបស់សិស្សយើងទៅមើលពាក្យមើលលំហាត់អញ្ចឹងវាដូចតែគ្នាទេដូចជាការទាញរបស់គ្រូទេយើងឃើញរូបបែបនេះដូចខ្ញុំបានបង្ហាញចុចលើវាមកបន្ទាប់មកយើងឃើញវិញ្ញាបនបត្ររបស់សិស្សហើយណាក្នុងការបញ្ជាក់ការសិក្សានៅក្នុងកម្មវិធីថ្នាលបឋមសិក្សា PLP ចឹងដូចខ្ញុំបានបង្ហាញចឹងកន្លែងទាញរបស់យើងគឺមាន2ទី1 print ទី2គឺទាញយក print នេះដូចបញ្ជាក់ថាប្រសិនបើយើងបើកលើកុំព្យូទ័រ
កុំព្យូទ័រនឹងដោតចូលម៉ាស៊ីន print ជាងយើងអាចចុច print បានណាតែប្រសិនបើករណីយើងបើកលើទូរស័ព្ទយើងចង់ទាញវាឲ្យផ្ញើទៅ copy ជាងយើងអាចចូលកន្លែងសញ្ញាទាញនេះបានទាញយកបានបាទជាងការបង្ហាញការទាញយកវិញ្ញាបនបត្របញ្ជាក់ការសិក្សានៅក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP ត្រូវបានបញ្ចប់ជាងក្នុងវីដេអូនេះគាត់ទៅបង្ហាញទាក់ទងនឹងការទាញយកវិញ្ញាបនបត្រសិក្សាបញ្ជាក់ការសិក្សារបស់គ្រូនិងសិស្សបាទនៅក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP ជាងបើសិនបើមានចំណុចណានិយាយទៅមិនសមរម្យលើសលួសខ្វះខាតសូមលោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូអធិស្ឋានលើការនិយាយរបស់ខ្ញុំផងអញ្ចឹងខ្ញុំចង់បញ្ជាក់បន្ថែមបន្តិចណាកម្មវិធីសិក្សាថ្នាក់បឋមសិក្សា PLP គឺជាកម្មវិធីរៀនបន្ថែមនៅផ្ទះរបស់កូនលោកឪពុកអ្នកម្ដាយណាជួយគាត់បន្ថែមតាមរយៈការឆ្លើយសំណួរតាមរយៈការធ្វើលំហាត់ផ្សេងៗអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ